សិនម៉ូតូយើងគឺរៀបរួចរាល់ហើយបន្ទាប់ពីយើងរៀបរួចរាល់ហើយយើងចាប់ដើមដាក់តួម៉ូតូយើងចាប់ចូលគ្នាមកបាទចាប់តួម៉ូតូយើងបាទដាក់ខ្សែដាក់ប្រឡងមកឥឡូវចាប់ដើមសុកខ្សែចូលមកបាទដោយសារម៉ូតូនេះវាទម្ងន់វារៀងធ្ងន់បាទយើងលើម្នាក់ឯងរៀងពិបាកបន្តិចបាទកាលណាយើងដាក់ខ្សែចូលខាងក្រោមមកក្របហើយគឺអាចដាក់ចូលស្រួលហើយបាទដោយសារយើងមានលំនឹងបាទឥឡូវរួចរាល់ហើយបងប្អូនចាប់រួចរាល់ហើយបាទឥឡូវចាប់ដើមមើលច្បាប់ម្យ៉ងគាត់បាទដោយសារច្បាប់ម្យ៉ងគាត់អស់ហើយបាទប៉ុន្តែម្ចាស់គាត់គឺមិនបានឲ្យយើងដូរទេគាត់បានប្រាប់ទេយើងឆែកឃើញថាវាអស់ម្យ៉ងហើយយើងក៏ចាប់ដើមយកម្យ៉ងថ្មីបាទម្យ៉ងស៊ីនមកទឹកបាទគេអាចប្រើការបានសល់70%បងប្អូនគឺនៅស្អាតបាទយើងធ្វើការសំចៃម្ចាស់គាត់តិចព្រោះអីម៉ូតូនេះគឺរៀងអស់ក្រែលហើយអញ្ចឹងយើងសំចៃគាត់បាទម្យ៉ងនេះក៏អាចប្រើការបានបងប្អូនបាទគឺប្រើបានល្អបាទថាម្យ៉ងស៊ីនបងប្អូនគឺរឹងមាំបាទហើយចំណែកខាងម៉ាស៊ីនវិញធានាគុណភាពឲ្យបងប្អូនអរគ្នាដឹងថាអេមបាទចាំមើលរួចរាល់ហើយជាមួយវិធីសាស្ត្រឲ្យមើលបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់រឹតខ្សែម្យ៉ងបាទឥឡូវរឹតរួចរាល់ហើយយើងចាប់ផ្ដើមដាក់ចូលទៅវិញបាទយើងសេរីច្បាក់សេរីគាត់គឺមកកំ plei មកស្អាតបងប្អូនបាទយើងមើលយើងបង្វិលបងប្អូនបាទច្បាក់គឺអត់មានឡើងទេគឺស្មើគ្នាល្អណាស់បាទបងប្អូនបាទគឺអាចប្រើបានម្ចាស់គាត់បាទអេមបងប្អូនបាទហើយណាមួយម្ចាស់គាត់គឺធ្វើរួចកំណត់ប្រើផងដែរបាទគឺថាគាត់អត់មានលុយដូរទេបាទចឹងជួយសំចៃយើងក៏សំចៃគាត់បាទមើលទៅថ្មីម្យ៉ងហ្នឹងហើយបងប្អូនបាទសឹកលលេងព្រិលបងប្អូនកាលណាយើងដប់ធ្ងន់មកជាទៅលឺក្រាក់អត់ចង់ទៅមុខទេបាទឥឡូវបន្ទាប់ពីយើងធ្វើរួចរាល់ហើយយើងចាប់ផ្ដើមមើលម៉ាស៊ីនម៉ូតូយើងបាទបូមប្រេងបាទឥឡូវយើងចាប់ផ្ដើមឆែបាទបូមប្រេងបាទនេះគឺយើងការ៉ង់ទីតិចហើយណាមួយគឺយើងមិនតិនរឹតច្បាប់ឲ្យវាស្ងាត់ទេបងប្អូនបាទបូមខ្លាំងណាស់តើបាទឥឡូវចាប់ផ្ដើមមើលយើងជីសាក់មើលបាទក្រឹបបាទយ៉ាងហ៊ានមូខ្លាំងនេះបងប្អូនបាទយើងមូត្រឹមតែពាក់កណ្ដាលហើយរ៉ាបាទមូខ្លាំងគឺហោះខ្លាំងបងប្អូនអរគ្នាបាទយើងមូតែពាក់កណ្ដាលហើយបងប្អូនណែឃើញអត់បាទជាងរុនតនីឲ្យមកកម្លាំងខ្លាំងបាទបងប្អូនអាចទាកទោមកន្លែងជាងរុនបានបាទអរគុណច្រើន